ឃើញសាមញ្ញអញ្ចឹងទេក៏ប៉ុន្តែមិនមែនមានគ្រូបង្វឹកច្រើននោះឡើយដែលចូលមកដឹកនាំនៅរដូវកាលដំបូងហើយក៏អាចនាំក្រុមលើកពានលីកកំពូលរបស់អង់គ្លេសជាលើកដំបូងបានដូច្នេះមកដល់ពេលនេះគឺមានតែគ្រូបង្វឹក5នាក់នេះតែប៉ុណ្ណោះដែលអាចធ្វើរឿងនេះបានជំរាបសួរខ្ញុំកូនបានមាសជួបខ្ញុំមកចាស់នៅក្នុងវីដេអូថ្មីលោក Ancelotti ដែលលោក Jurgen Klopp គឺជាអ្នកជ្រើសរើសឲ្យស្នងតំណែងនៅ Liverpool នោះគឺថាចូលមកដឹកនាំនៅរដូវកាលដំបូងក៏បាននាំ Liverpool ក្លាយជាជើងឯក Premier League ជាលើកទី20សម្រាប់ហង្សក្រហមតែម្ដងដែលនេះគឺជាកំណត់ត្រាដែលបានវ៉ាដាច់លោក Jurgen Klopp រួចទៅហើយព្រោះថាលោក Klopp បានប្រើពេលរហូតដល់ទៅ7-5រដូវកាលឯណោះទៅ Liverpool អាចលើកពាន Premier League ជាថ្មីបានក្រៅពីលោក Ancelotti ដែលចូលមកដឹកនាំដំបូងហើយក៏បាននាំក្លឹបឈ្នះពានលីកកំពូលអង់គ្លេសជាលើកដំបូងក៏មានគ្រូបង្វឹកចំនួន4នាក់ផ្សេងទៀតដែលយើងគួរឲ្យរំលឹកផងដែរដែលគាត់អាចធ្វើរឿងនេះបានចាគ្រូបង្វឹកទាំងអស់នោះគឺមានដូចជាដំបូងគឺលោកគ្រូបង្វឹកសញ្ជាតិប៉ូទុយហ្គាល់ Jose Mourinho ឬក៏ Special One ដែលគាត់ដឹកនាំ Chelsea នៅរដូវកាលដំបូងក៏បាននាំតោខៀវឈ្នះពាន Premier League តែម្ដងគឺកាលពីរដូវកាល2004-2005នៅChelsea ដូចគ្នាដែរលោកគ្រូបង្វឹកសញ្ជាតិអ៊ីតាលី Carlo Ancelotti ក៏បានក្លាយជាអ្នកចាត់ការតោខៀវទី2ដែលចូលមកដឹកនាំដំបូងហើយក៏បាននាំក្លឹបឈ្នះពានលីកកំពូលភ្លាមកាលពីរដូវកាល2009-2010ហើយគ្រូបង្វឹកទី3របស់ Chelsea ដែលចូលមកដឹកនាំដំបូងហើយក៏នាំក្លឹបឈ្នះពាន Premier League ដែរនោះគឺលោកគ្រូបង្វឹកសញ្ជាតិអ៊ីតាលី Antonio Conte ដែលដឹកនាំ Chelsea ឈ្នះពានលីកកំពូលអង់គ្លេសនេះកាលពីរដូវកាល2016-2017ចំណែកឯគ្រូបង្វឹកម្នាក់ទៀតដែលចូលមកដឹកនាំដំបូងនាំក្លឹបលើកពាន Premier League គឺលោកគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ Manuel Pellegrini ដែលដឹកនាំ Manchester City លើកពាន Premier League កាលពីរដូវកាល2013-2014ចាអញ្ចឹងនេះគឺគ្រាន់តែជាការរំលឹកខ្លះៗតែប៉ុណ្ណោះយើងជួបគ្នាបន្តនៅក្នុងវីដេអូក្រោយសូមជម្រាប